កំណើតជាមនុស្សនេះវាសេះវិសាលហើយទៅលោកសំដែងតុលភញ្ចមនុស្សសត្វតាំងបុទ្ធបតោចតុលភោតុលភាខណសម្បតិសទ្ធម្មោបរមៈតុលភោភាវៈកើតជាមនុស្សគឺសត្វទាំងឡាយបានដោយកម្រងកិរិយាដល់ព្រមដោយគណៈគឺបានកើតជួបនឹងពុទ្ធឬនឹងពុទ្ធសាសនាគឺសត្វទាំងឡាយបានដោយកម្រងកិរិយាបានត្រាស់ជាពុទ្ធគឺសត្វទាំងឡាយបានដោយកម្រងធម៌របស់សត្វបរោះគឺសត្វទាំងឡាយបានដោយកម្រងអញ្ចឹងយើងបានកើតមកហើយមកជាមនុស្សបានជួបពុទ្ធសាសនាបានរៀនធម៌របស់ព្រះអង្គទោះមិនបានកើតតន់នឹងព្រះអង្គប៉ុន្តែយើងតន់បធម៌របស់ព្រះអង្គដែលកំពុងតែតាំងនៅនឹងឯងដូចជាព្រះអង្គគង់នៅជាមួយយើងនឹងឯងអញ្ចឹងត្រូវតែខិតខំសិក្សារៀនសូត្រឲ្យបានច្រើនណាសុទ្ធណោសុខំមានសត្វាសព្វស្មឹងចនិសាសនេកប្បានិសត្តសហសានិទុកតឹងសោនិកេចតិបុគ្គលឯណាបានស្ដាប់នៅព្រះសត្វផងរបស់ព្រះសាស្តាដែលរាប់បញ្ចូលក្នុងពាក្យពៀនបដាលនៃព្រះវិចិត្រមាទាំងពួងបុគ្គលនោះរមែងមិនទៅកាន់ទុក្ខតិអសែនកម្មជាងបានជួបពធព្រះអង្គរៀនធម៌នោះរៀបរៀងអបាយភូមិបានអាស្រ័យថាអីថងថាយើងបានរៀនហើយយើងប្រតិបត្តិល្អអាការបដិបត្តិល្អនឹងឯងវិញ្ញាណឲ្យយើងជាផុតអបាយភូមិហើយយើងជាផុតអបាយភូមិត្រូវការសុគតិហើយយកសុគតិនឹងបដិបត្តិល្អទៀតបដិបត្តិល្អតាមអីតាមមជ្ឈិមាបដិបត្តិមានសមាទិដ្ឋិសមាសង្កបៈសមាវិជ្ជាសមាកមន្តៈសមាអាជីវៈសមាវិយមៈសមាសតិសមាសមាធិធម្មមានធម្មបដិបត្តិនៅធម៌ដ៏សំគួរដល់ធម៌ទានសិលភាវនាសិលសមាធិបញ្ញាយកធម៌ទាំងអស់នឹងបដិបត្តិដើម្បីយកមករំដោះសេចក្តីទុក្ខព្រោះសេចក្តីទុក្ខរបស់សត្វលោកមានច្រើនណាញោមអាសេចក្តីទុក្ខពីធម្មជាតិមកផងកើតមកមានចរាមានព្យាធិមានមរណៈអាហ្នឹងទុក្ខរបស់ធម្មជាតិផ្ដល់ឲ្យយើងហើយនៅអីទុក្ខព្រោះប្រត់ប្រាស់សត្វជាទីស្រឡាញ់ចង់បានរបស់ណាមិនបានដូចចិត្តណាជួបប្រសពនឹងអ្វីដែលមិនជាទីស្រឡាញ់ជាទីពេញចិត្តសេចក្តីទុក្ខច្រើនណាមានសេចក្តីទុក្ខច្រើនណាសរុបមកគឺសេចក្តីប្រកាន់ក្នុងបញ្ចបាទានខន្ធធាណាសេចក្តីប្រកាន់ក្នុងខន្ធជាទុក្ខអញ្ចឹងដើម្បីដល់សេចក្តីទុក្ខនឹងអាស្រ័យអីអាស្រ័យជាមួយនឹងការបដិបត្តិតាមមជ្ឈិមេបដិបត្តិដើម្បីអីលះនៅទឹកភៈតណ្ហានោះជាឫសគល់អវិជ្ជាតណ្ហាជាឫសគល់នៃវដ្តអសង្សារជាឫសគល់នៃសេចក្តីទុក្ខទាំងពុំលះអានឹងឯងឲ្យជាក់ច្បាស់នៅប្រណិបកណពៀនបានអញ្ចឹងត្រូវការវត្ថុមកបដិបត្តិនឹងឯងទោះជាយើងមិនទាន់រួចចាក់ទុកក្នុងពេលនេះឯងបធនចេះតែរក្សាយើងឲ្យល្អធម្មោហវេរកតិធម្មចារិងធម៌រក្សាបុគ្គលនៃប្រពន្ធធម៌ចឹងធម៌នឹងឯងត្រូវត្រង់យើងកុំឲ្យទៅអបាយភពដើម្បីយើងបានសុគតិនៅសុគតិដើម្បីប្រពន្ធធម៌តទៅទៀតរហូតដល់បុណ្យបារមីគ្រប់គ្រាន់អភិសេកយើងឲ្យរួចចាក់នៅសេចក្តីទុកនឹងឯងអាស្រ័យជាមួយនឹងបន់ដែលយើងបានធ្វើអាស្រ័យជាមួយនឹងអំពើល្អដែលយើងបានធ្វើមានសិលសមាធិបញ្ញាជាដើមនឹងឯងដែលបន់ដែលអាចកាត់ផ្ដាច់នៅសង្សាររបស់នេះបានគឺបន់បញ្ញាទើបអាចកាត់ផ្ដាច់នៅកិលេសជាសមុច្ឆេតៈបហានៈបានសូមអនុមោទនា